សួស្តីគ្នាយើងទាំងអស់គ្នាក្នុង topic video ថ្ងៃនេះយើងនឹងនិយាយអំពីការប្រើប្រាស់ AI ដើម្បីជួយយើងសម្រេចចិត្តក្នុងការ trade និយាយទៅតាក់ទងជាមួយនឹង AI បច្ចុប្បន្ននេះវាស្ទើរតែគ្រប់វិស័យទាំងអស់ហើយគឺมันអាចជៀសផុតអំពីការប្រើប្រាស់ AI ទេអញ្ចឹងហើយបានជាខ្ញុំចាប់អារម្មណ៍ប្រហែលថ្ងៃចុងក្រោយនេះនិយាយទៅចាប់ផ្ដើមតាំងពីចេញ version ដំបូងរបស់ ChatGPT មកគឺខ្ញុំព្យាយាមយក ChatGPT នឹងមកជួយគណនាមកជួយវិភាគទីផ្សារជាដើមនៅក្នុងការ trade របស់ខ្ញុំគ្រាន់តែថាកាលពី version ថ្មីហ្នឹងវាអត់ទាន់ល្អដូច version បច្ចុប្បន្ននោះទេហើយជាក់ស្ដែងកាលពីប្រហែលជាអាទិត្យមុនឬក៏ក្នុងកំឡុងខែតុលាហ្នឹងគឺមាន version ថ្មីទាក់ទងជាមួយនឹង ChatGPT គេហៅថា version GPT Atlas ចឹងអ្នកទាំងអស់គ្នាបានលើអត់តាក់ទងជាមួយនឹងព័ត៌មានតាក់ទង GPT Atlas គេហៅថា browser ដែលនឹង kill Google Chrome នៅក្នុងទីផ្សារតែម្ដងឬក៏គេហៅថាជា browser ដែលនឹងមក kill Google Search អញ្ចឹងមានន័យថាម៉េចនៅពេលយើង log in ជាមួយនឹង browser Atlas នៅពេលយើង log in ជាមួយនឹង browser Atlas មានន័យថាយើង log in ជាមួយនឹង ChatGPT មិនថាវាចូលជាមួយយើងដែរយើង log in ចូលទៅកាន់ YouTube វាចូលទៅកាន់ជាមួយ YouTube មួយយើងដែរយើង log in ចូលទៅកាន់បញ្ជី trade វានឹង log in ចូលទៅកាន់បញ្ជី trade ជាមួយយើងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងមកសិក្សាទាំងអស់គ្នាអំពីរបៀបយើង download browser Atlas ហ្នឹងចូលទៅកាន់កុំព្យូទ័ររបស់យើងក៏ដូចគ្នាវិធីសាស្ត្រក្នុងការ log in ចូលទៅកាន់បញ្ជី trade របស់យើងដើម្បីប្រើប្រាស់ ChatGPT ហ្នឹងជួយវិភាគទីផ្សារក្នុងការ trade របស់យើងអូខេអញ្ចឹងយើងចូលទៅសិក្សាទាំងអស់គ្នាជាបឋមយើងអត់ទាន់មាន browser Atlas ក្នុងកុំព្យូទ័ររបស់យើងទេអញ្ចឹងយើងត្រូវការ download browser Atlas ហ្នឹងចូលមកកាន់កុំព្យូទ័ររបស់យើងហើយគួរឲ្យស្ដាយដែរដោយសារ browser Atlas នេះនៅបច្ចុប្បន្ននេះគឺអត់ទាន់មាន version សម្រាប់ Windows ទេមានសម្រាប់តែ Mac ទេអញ្ចឹងសោកស្ដាយសម្រាប់អ្នកប្រើ Windows ដែរណាយើងចូលទៅកាន់នេះមកចូលទៅកាន់ Safari ក៏បានឬក៏ Google Chrome ក៏បានដែរហើយយើង search រកពាក្យថា ChatGPT Atlas អូខេ Atlas អូខេយើង search មកបន្ទាប់ពីយើង search ហើយវាយើងឃើញ link ហើយយើងចូលអា link ដំបូងគេមក Introduction to GPT Atlas by OpenAI ហើយបន្ទាប់មកយើងចុចពុំថា download ឡើងនេះមកណាចុចពុំដើម្បី download មកអញ្ចឹងវានឹងធ្វើការ download ដែរណាអូខេ download សម្រាប់ Mac អូខេអញ្ចឹងនេះវាកំពុងតែ download ដែរbrowser ដែលខ្ញុំប្រើប្រាស់នេះគឺជា browser Atlas ទាំងឯងណានេះគឺជា browser Atlas បន្ទាប់ពីយើង download ហើយយើងធ្វើការ install ទេសម្រាប់គ្នាយើងដែលប្រើប្រាស់ Mac ណាយើងអាច install បានដំឡើងបានចូលក្នុងកុំព្យូទ័ររបស់យើងចំណុចដែលខុសគ្នាពី Safari ឬក៏ Google Chrome នឹងនៅក្នុងនេះគឺវាមានពាក្យថា Ask ChatGPT ណាយើងចុចពាក្យថា Ask ChatGPT មកយើងនឹងទទួលបានហើយណាអានេះគឺជា summary ការងារដែលយើងអាចប្រើប្រាស់ Atlas នៅក្នុងការធ្វើការឲ្យយើងអានេះគឺជា summary ឲ្យឃើញទេមានន័យថាម៉េចមានន័យថា Atlas វានឹងធ្វើការ search វានឹងធ្វើការ browse វានឹងធ្វើការទិញឲ្យយើងនេះវាអាចចុចគេហៅថាយើងអាចមើលវីដេអូនេះបានវាមានន័យថាវាធ្វើការបញ្ជា screen ឲ្យយើងតែម្ដងដោយស្វ័យប្រវត្តិអានឹងនៅលើពុំថា agent mode ណាអានេះគឺជា summary វាអាច summary website ទាំងអស់ហ្នឹងឲ្យយើងបានហើយមួយនេះគឺថា help me learn យើងអាចចុចទៅពាក្យថា help me learn ទៅវានឹងធ្វើការ summary ឲ្យប្រាប់យើងអំពីវិធីសាស្ត្រឬក៏សិក្សាឬក៏ summary នៅក្នុង website ហ្នឹងមកជួយឲ្យយើងសិក្សាអំពីព័ត៌មានឬក៏ website ផ្សេងៗក្នុង browser ហ្នឹងផងដែរប៉ុន្តែសម្រាប់យើងក្នុងថ្ងៃនេះយើងនឹងប្រើប្រាស់ ChatGPT នឹងក្នុងការ trade អូខេអញ្ចឹងដើម្បីទទួលបានទិន្នន័យតាក់ទងជាមួយនឹងការ trade ហ្នឹងគឺយើងចូលទៅកាន់បញ្ជី trade របស់យើងទៅដូចខ្ញុំ trade ជាមួយនឹង Quotex អញ្ចឹងទៅយើង log in មួយ Quotex មកណាអូខេតោះមកយើងចុចពាក្យថា log in មកបន្ទាប់ពីយើងធ្វើការ log in ចូលមកកាន់បញ្ជី Quotex ឬក៏បញ្ជី trade របស់យើងហើយនៅក្នុងចំហៀងនេះអានេះគឺជា chat គឺជា chat ដែលយើងអាចធ្វើការសួរបានតាក់ទងជាមួយនឹងទិន្នន័យទីផ្សារពេលណាគួរ buy ពេលណាគួរទិញឥឡូវខ្ញុំសូមមកបង្ហាញវីដេអូ record តាក់ទងជាមួយនឹងការប្រើប្រាស់ ChatGPT Atlas ហ្នឹងនៅក្នុងការសំណេះសំណាលគ្នានៅក្នុងការ trade អូខេខ្ញុំបើកវីដេអូ record នេះគឺជាការពីថ្ងៃដែលខ្ញុំ record អូខេអានេះគឺជាវីដេអូណាខ្ញុំសារវាមកពីចំណុចចុងក្រោយចាប់ពីដំបូងឡើយគឺយើងសួរទេយើងសួរអានេះខ្ញុំ trade ហើយណាខ្ញុំ place trade មួយហើយអានេះគឺខ្ញុំសួរទៀត what do you think about this chart មិនយើងសួរថាតើអ្នកឯងគិតមិនទៅទៅជាមួយនឹង chart ហ្នឹងបន្ទាប់ពីយើងសួរទៅ ChatGPT វានឹងធ្វើការគិតដែរវិភាគគិតscreenshot ទៅលើ graph ទៅលើទាំងមូលមានន័យថាម៉េច Atlas នេះនៅពេលយើងប្រើប្រាស់ Atlas ក្នុងការ browser វាមានន័យថាវាធ្វើការ browser មួយយើងដែរ
វាធ្វើការសិក្សាទៅលើអ្វីដែលយើងឃើញហ្នឹងគឺជាអ្វីដែល Atlas ឃើញដែរនៅលើ browser ហ្នឹងបន្ទាប់ពីវិភាគហើយវានឹងផ្ដល់ទិន្នន័យមកថាចំណុចណាគួរទិញនិងចំណុចណាគួរ buy ចំណុចណាគួរ sell អីចឹងទៅអានេះគឺជាចំណុចដែលវាប្រាប់ហើយមួយណាចំណុចតម្លៃមួយណាដែលជាតម្លៃ resistant ហើយតម្លៃណាគឺជាតម្លៃsupport ហើយវាប្រាប់ថានៅពីចន្លោះតម្លៃ resistant ហើយនិង support ហ្នឹងយើងគួរតែរងចាំវាទៅចាំឲ្យវា break out តម្លៃហើយចាំយើងធ្វើការបាយហ្នឹងទៅវាវិភាគតាំងពី structure របស់ទីផ្សារហ្នឹងទៀតថា structure បែបហ្នឹងគឺជា bearish momentum ឬក៏ជា bullish momentum ហើយបន្តមកវាឲ្យទិន្នន័យដែលយើងគួរ entry ដែលវាមានភាគរយក្នុងការឈ្នះអូខេអញ្ចឹងខ្ញុំក៏ធ្វើការអានវិភាគទៅលើចំណុចហ្នឹងគឺយើងមើលថាតើតម្លៃដែល put ហ្នឹងគឺនៅក្នុងតម្លៃណា 0.8278 ណានេះគឺខ្ញុំដាក់វិភាគណាអញ្ចឹងកាលណាវាចុះមកត្រង់ក្រោមនេះហៅថា below close below អញ្ចឹងយើងអាចធ្វើការ bearish បានហើយណាយើងមានចម្ងល់អីយើងអាចសួរទៀតខ្ញុំសួរបន្តទៀតI am going to place មិនថាខ្ញុំ put now ចាំមើលអានេះគឺជា video record កាលពីប្រហែលថ្ងៃមុនដែលខ្ញុំប្រើប្រាស់ ChatGPT ដូចគ្នាជាមួយនឹងការប្រើប្រាស់ browser Atlas នេះជាមួយនឹងការ trade crypto ផងដែរគឺខ្ញុំក៏បានប្រើប្រាស់ browser Atlas នេះទាក់ទងជាមួយនឹងការ trade crypto ហ្នឹងក៏ឃើញថាទទួលបានកម្រៃដូចគ្នាប្រហែលជា signal ដែលឲ្យហ្នឹង 5-6 signal គឺត្រូវទាំងអស់ភាគច្រើនវាប្រាប់ទាំងចំណុចចូលវាប្រាប់ទាំងចំណុចដែលយើងគួរចេញentry និង exit គឺប្រាប់យើងទាំងអស់ហើយប្រាប់យើងថាគួរលេងបែបម៉េចការ hold ផងដែរយើងគួរ hold view ឬមួយក៏ខ្លីៗយើងចុចធ្វើការ exit ទៅនៅក្នុងចំណុចនេះគឺ trade ទី1នេះគឺយើងខាតអញ្ចឹងខ្ញុំក៏សួរបន្តទៀត we lost now ខ្ញុំសួរថាខ្ញុំទៅ say chat ហ្នឹងថា we lost ធ្វើម៉េចទៀតគាត់ថាយើងគាត់ថាប្រាប់ពីទិន្នន័យទៅថាយើង lost អញ្ចឹងទៅអូខេគាត់ថា percent បើយើង lost ដោយសារតម្លៃហ្នឹងវា spike អញ្ចឹងយើងគួរចូលភ្លាម sell មួយទៀតប្រាប់ថាឲ្យ sell មួយទៀតភ្លាមតែម្ដងបន្ទាប់ពីតម្លៃនឹង loss ហើយយើងអាចចុច sell បានអញ្ចឹងខ្ញុំក៏សម្រេចចិត្ត$20យើងធ្វើការចុច sell តែម្ដងណាគឺឬក៏ឲ្យចាំប្រហែលជា2នាទីទៅ1នាទីអញ្ចឹងទៅអូខេខ្ញុំចាំឲ្យ candle នឹងបិទទៅខ្ញុំចុច sell មួយទៀតបើន័យថាក្នុងតម្លៃហ្នឹងគឺAtlas ឲ្យយោបល់ថាវាជាតម្លៃដែលយើងនៅ sell នៅឡើយវាអត់ទាន់មាន volume ខ្លាំងវាអត់ទាន់មានតម្លៃ candle spike ឡើងឲ្យខ្ពស់ជាងនឹងនៅឡើយទេអញ្ចឹងក្នុង structure ប្រភេទបែបនេះមានន័យថាទីផ្សារនៅមានទំនោរចុះនៅឡើយអញ្ចឹងខ្ញុំធ្វើការចុចតាមណាអានេះគឺជាវិធីសាស្ត្រក្នុងការប្រើ browser Atlas ដើម្បី log in ចូលទៅកាន់បញ្ជី trade ហើយវិភាគជាមួយគ្នាតែម្ដងដោយយើងធ្វើការ chat ជាមួយនឹង Atlas ឲ្យ ChatGPT Atlas ហ្នឹងជួយផ្ដល់ទិន្នន័យចំណុចចូលនិងចំណុចចេញក្នុងការ trade ហ្នឹងអញ្ចឹងឃើញថាប្រហែលថ្ងៃនេះខ្ញុំប្រើប្រាស់ ChatGPT Atlas ហ្នឹងនៅក្នុងការជួយវិភាគក្នុងការ trade ហ្នឹងឃើញថាទទួលបានលទ្ធផលនិងក៏ដូចជាកម្រៃគួរសមដែរនៅក្នុងថ្ងៃនេះគឺខ្ញុំប្រើប្រាស់ ChatGPT Atlas ហ្នឹង trade ប្រហែលជាច្រើន trade ដែរ trade នេះtrade បន្តមកទៀតខ្ញុំសុំសារណាអូខេកន្លែងនេះក៏យើងវិភាគទៅគេឲ្យតម្លៃ put នឹងនៅក្នុងតម្លៃ 0.8288 ហើយ sell នឹងឲ្យវា above 8293អីចឹងទៅអញ្ចឹងទៅខ្ញុំក៏ put ទៅតាមនឹងនេះត្រូវអត់មើលទៅអានេះដូចជាត្រូវទៀតណាត្រូវញ៉េគឺត្រូវខ្ញុំ trade ថ្ងៃហ្នឹងបាន$100ដែរណា$100ដែរយើង trade តែម្ដងតែ$10ទេ$10ទេសំមួយ plate អត់ដល់1ម៉ោងទេសរុបទាំងអស់ហ្នឹងប្រហែលជា50នាទីចុះ50នាទីដល់ខ្ញុំសារទៀតអានេះខ្ញុំធ្វើការ chat បន្តរហូតណាសំណួរដែលយើងសួរហ្នឹងគឺយើងសួរថា what is the next move in the market what is the next entry យើងអាចសួរអញ្ចឹងបានតើចំណុចចូលបន្ទាប់ហ្នឹងអីគេ buy ឬក៏ put buy ឬក៏ sell call ឬក៏ put អីចឹងទៅនៅពេលយើងប្រើប្រាស់ binary option យើងប្រាប់អំពីការ trade របស់យើងដែរគឺយើង trade binary option what is the next move what is the next signal
buy or sell គឺយើងសួរអញ្ចឹងទៅហើយ ChatGPT ឡើងនឹងឲ្យជាចម្លើយហើយប៉ុន្តែយើងអាចប្រើប្រាស់ agent mode បានណា agent mode វាអាចចុច link ចុចពុម្ពបានណាគ្រាន់តែនៅក្នុងការ trade នេះគឺយើងអាចប្រើប្រាស់ agent mode នៅក្នុងការជួយចុចពុម្ពឲ្យយើងនេះជួយចុចពុម្ពឲ្យយើងនេះគឺវាហៅថា again the AI policy អញ្ចឹងយើងអាចប្រើប្រាស់ជាបែបនេះបានជាការ chat ជាការសន្ទនាហើយយើងយកទិន្នន័យហ្នឹងយកមកធ្វើការ trade ទៅយើងអាចប្រើប្រាស់បានបន្ទាប់ទៀតអានេះខ្ញុំធ្វើការ sell ដូចគ្នាឃើញទេតម្លៃនេះចូល82 80ហ្នឹងគឺយើងអាចធ្វើការ down បាន sell បានឈ្នះទៀតសារសុំសារទៅមុខអានេះគឺជាថ្ងៃដែលខ្ញុំ record ខ្ញុំសារហើយខ្ញុំប្រាប់អំពីថាអ្វីដែល ChatGPT ប្រាប់អានេះវាឲ្យរងចាំណាបើថាតម្លៃនៅក្នុងចន្លោះហ្នឹងឃើញទេតម្លៃក្នុងចន្លោះហ្នឹងគេថា no trade ឃើញពាក្យកន្លែងនេះពាក្យថា no trade មានន័យថាតម្លៃក្នុងចន្លោះហ្នឹងឲ្យយើងរងចាំមិនបើថាលើហ្នឹងមកឲ្យវាផុតមកក្រោមហ្នឹងឬក៏លើហ្នឹងអាហ្នឹងចាំយើង trade មានអញ្ចឹងទៀតណាអញ្ចឹងខ្ញុំចាំអញ្ចឹងហ្នឹងអូខេផុតមកឲ្យ sell ដំបូងខុសអានេះ sell ដំបូងខុសអញ្ចឹងទៅ sell បន្តភ្លាមទៀតយើងមើលមកថាឲ្យយើងឲ្យរងចាំឬឲ្យ sell បន្តម្ដងដោយសារតម្លៃនឹងវាក្រោម82.77ហើយអញ្ចឹងយើងអាចធ្វើការ sell បន្តទៀតបានខុសតែមួយឈ្នះវិញភាគច្រើនខ្ញុំឃើញថាឲ្យចំណុចចូលហ្នឹងគឺច្បាស់ឲ្យចំណុចចូលហើយយើងទៅមើលទៀតសារទៅមើលបន្តទៀតក្នុងចន្លោះនេះណាខ្ញុំក៏គូព្រោះតម្លៃហ្នឹងគេឲ្យមកច្បាស់ណាគឺ1954និង1968មានន័យថានៅក្នុងចន្លោះហ្នឹងគឺអត់ឲ្យ trade ទេ ChatGPT ប្រាប់ថាឲ្យ trade ឲ្យចាំអូខេតម្លៃហ្នឹងអូខេតម្លៃហ្នឹងវាផុតវា break out មកហើយបន្ទាប់មកខ្ញុំធ្វើការ buy ណាទៅតាម ChatGPT ប្រាប់ហ្នឹងឃើញថាឈ្នះទៀតខ្ញុំសារឲ្យជាប់តែម្ដងអូខេដល់កន្លែងនេះក៏ដូចគ្នាឲ្យតម្លៃ call អញ្ចឹងខ្ញុំក៏ call នេះកន្លែងគេឲ្យហ្នឹងនៅខាងលើនេះណាបើថាផុតទៅហ្នឹងអាហ្នឹងគឺយើងធ្វើការ call ទេថាអត់ផុតទេយើងធ្វើការ sell ហើយខ្ញុំសួរថា I price put now វាផុតហើយខ្ញុំ play ហើយខ្ញុំ call ហើយអានេះគឺជាការ trade របស់ចុងក្រោយហើយសម្រាប់ការ trade binary ហើយយើង bet profit យើង take profit ហ្នឹងគឺ$104ណានៅក្នុងថ្ងៃហ្នឹងគឺយើងប្រើប្រាស់ ChatGPT ដូចគ្នាជាមួយនឹងការ trade crypto នៅក្នុងការប្រើប្រាស់ crypto ក៏ដូចគ្នាដែរយើងធ្វើការ log in ចូលទៅកាន់បញ្ជី Binance របស់យើងក៏បានបញ្ជី OKX របស់យើងក៏បានយើង trade ជាមួយនឹង exchange មួយណាយើងធ្វើការ log in ចូលទៅកាន់ exchange ហ្នឹងទៅហើយបន្ទាប់មកយើងធ្វើការសួរទៅតើចំណុចណាជាចំណុច entry ចំណុចណាគឺចំណុច exit ឲ្យ search តាក់ទងជាមួយនឹងព័ត៌មានក្នុងថ្ងៃហ្នឹងហើយបន្ទាប់មកឲ្យសិក្សាអំពី graph ហើយនឹង chart ថ្ងៃហ្នឹងដែលយើងបាន log in បញ្ជី exchange broker របស់យើងហ្នឹងអញ្ចឹង browser Atlas វានឹងធ្វើការវិភាគវានឹងធ្វើការ research ហើយបន្ទាប់មកហើយវានឹងធ្វើការឲ្យចម្លើយតែយើងគួរចូលត្រង់ចំណុចណាគួរចេញត្រង់ចំណុចណាហើយវីដេអូថ្ងៃក្រោយនេះយើងនឹងធ្វើការបង្ហាញតាក់ទងជាមួយនឹងការប្រើប្រាស់ browser Atlas ជាមួយនឹងការ trade crypto futures អញ្ចឹង stay tuned អ្នកនរខ្ញុំធ្វើការ update វីដេអូថ្មីតាក់ទងជាមួយនឹងការ trade crypto future នេះក្នុងពេលថ្មីឆាប់គឺមកអញ្ចឹងបើសិនបើយើងមានចម្ងល់ក៏ដូចជាសំណួរតាក់ទងជាមួយនឹងវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ ChatGPT Atlas ជួយយើងក្នុងការ trade នេះកុំភ្លេច comment នៅខាងក្រោមវីដេអូសម្រាប់ថ្ងៃនេះបាយបាយ